នេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំទៅបូមមាសជាមួយពូហើយខ្ញុំមិនដែលបូមទេនេះជាលើកទី1របស់ខ្ញុំហើយពេលខ្ញុំទៅដល់កន្លែងបូមហើយគឺសោយខ្លាំងមែនតើដោយសារតែអន្លង់ដែលពូធ្លាប់បូមនោះគឺវាបាក់ដីលុបអស់អញ្ចឹងណាអញ្ចឹងវាពិបាករកកន្លែងរ៉ែតម្រាំទៅជីកទៀតគឺវាហត់ខ្លាំងមែនតើអញ្ចឹងក៏ពូសម្រេចចិត្តឲ្យខ្ញុំកាយមកទៅកាយរយៈពេលយូរខ្លាំងមែនតើតាំងពីម៉ោង11រហូតដល់ម៉ោង2ទៅវាអស់ឯកដីហ្នឹងបន្ទាប់ពីយើងកាយឯកដីនឹងអស់ហើយយើងក៏ចាប់ផ្ដើមជោគដីដាក់លើតូដើម្បីយើងលាងអញ្ចឹងណាដើម្បីឲ្យមាសនឹងជ្រុះលើតូអញ្ចឹងឥឡូវខ្ញុំកំពុងតែច្បាច់ដីដែលពូជោគដាក់ឲ្យខ្ញុំហ្នឹងខ្ញុំដាក់លើតូដើម្បីឲ្យខ្ញុំច្បាច់ដីនឹងឲ្យវាម៉ត់អញ្ចឹងណាក្រែងមានមាសជាប់នៅក្នុងហ្នឹងបន្ទាប់មកពូឃើញថ្មគាត់ឲ្យមកខ្ញុំហើយខ្ញុំក៏ថតលេងៗទៅណាបងប្អូនគឺស្អាតខ្លាំងមែនតើថ្មឥឡូវក៏ដល់ម៉ោងពួកយើងទៅផ្ទះហើយលោកពូក៏ចាប់ផ្ដើមរៀបចំដោះកន្សែងដែលគាត់ក្រាលលើតូព្រោះអីកន្សែងនេះហើយដែលត្រូវជាប់មាសបន្ទាប់មកពូក៏គាត់ចាប់ផ្ដើមរែងទៅរយៈពេលពួកខ្ញុំធ្វើមួយថ្ងៃនេះគឺគ្មានបានស្អីទេបងប្អូនបានតែមកតិចបានមកចាយបានមកក្រនសាំងយើងអញ្ចឹងណាបានតែ4លីគ្នាបាន3នាក់ចែកគ្នាម្នាក់20000អញ្ចឹងណាវាផ្សើជាងយើងនៅផ្ទះអត់មានអីធ្វើអញ្ចឹងណាបងប្អូន